ខ្ញុំគឺជាឡាប៊ូប៊ូរស់នៅភូមិតូចមួយហើយខ្ញុំកំពុងតែតាមរកមិត្តភក្តិរបស់ខ្ញុំម្នាក់តែមិនដឹងថាមិត្តភក្តិរបស់ខ្ញុំនោះទៅណាទេមិត្តភក្តិរបស់ខ្ញុំឈ្មោះកូនទាមុខអាក្រក់តាំងពីបែកគ្នាមកមិនដែលជួបនឹងកូនទាមុខអាក្រក់សោះមិនដឹងថាកូនទាមុខអាក្រក់ទៅណាខ្ញុំចង់បបួលកូនទាមុខអាក្រក់ទៅដើរលេងខ្ញុំគឺជាកូនទាមុខអាក្រក់ឡាប៊ូប៊ូឯងទៅណានឹងខ្ញុំកំពុងតែរកឯងស្រាប់ថ្ងៃនេះឯងទំនេរទេឡាប៊ូប៊ូឆ្លើយខ្ញុំទំនេរទេកូនទាមុខអាក្រក់ថ្ងៃនេះយើងទៅដើរលេងនៅឯណាខ្ញុំគិតថាចង់នាំឡាប៊ូប៊ូទៅដើរលេងនៅព្រៃត្រើយម្ខាងបន្ទាប់មកឡាប៊ូប៊ូនិងកូនទាបានធ្វើដំណើរចេញពីភូមិដើម្បីឆ្ពោះទៅព្រៃត្រើយម្ខាងក្បែរភូមិពួកគេបានធ្វើដំណើរទៅមួយហើយនិយាយគ្នាបណ្ដើរសើចបណ្ដើរមែនទេឡាប៊ូប៊ូនឹងហើយយើងទៅដើរលេងទាំងអស់គ្នាបន្ទាប់មកពួកគេបានឆ្លងមកដល់ចុងភូមិដែលមានដំណាំបន្លែដាំដុះនៅវាលស្រែក្បែរភ្នំពួកគេទាំងពីរបាននិយាយគ្នាយ៉ាងសប្បាយឡាប៊ូប៊ូតើអ្នកផ្ទះឯងសុខសប្បាយទេកូនទាមកអាក្រក់សួរឡាប៊ូប៊ូអូគ្នាសុខសប្បាយទេចុះឯងវិញចំពោះខ្ញុំវិញរាល់ថ្ងៃរស់នៅម្នាក់ឯងគ្មានអ្នកមើលថែទេខ្ញុំជាកូនកំព្រាហើយត្រូវពឹងផ្អែកលើខ្លួនឯងរស់ដោយខ្លួនឯងឡាប៊ូប៊ូកូនទាមកអាក្រក់ឯងពិតជាកំសត់មែននឹងហើយឥឡូវយើងថ្ងៃដូចរៀងលិចហើយយើងរត់ទៅផ្ទះវិញណាខ្ញុំខ្លាចប៉ាម៉ាក់របស់ខ្ញុំចាំកូនទាមកអាក្រក់ទម្លាក់ទឹកមុខតោះយើងទៅវិញពួកគេបានត្រឡប់មកដល់ភូមិវិញរួចកូនទាមកអាក្រក់ក៏បានលាគ្នាឡាប៊ូប៊ូឯងដល់ផ្ទះវិញហើយណាឥឡូវយើងលាឯងសិនហើយនឹងហើយកូនទាមកអាក្រក់ជួបគ្នាថ្ងៃក្រោយយើងទៅហើយណាបាយបាយកូនទាមកអាក្រក់បានចេញទៅបាត់ឡាប៊ូប៊ូក៏ដើរទៅផ្ទះសំដៅទៅផ្ទះដោយងាកមើលទៅកូនទាមកអាក្រក់ឯងពិតជាកំសត់មែនកូនទាមកអាក្រក់សូមអរគុណសូមរងចាំភាគ2